អូខេលើមកសាករបស់លេខថ្មីសិនតែប៉ុន្តែនេះខ្ញុំក៏មកវាចិនប្រហែលថ្ងៃទេគាត់ថាអត់ទាន់បានសាកប្រើវាតែថ្ងៃហ្នឹងគាត់នឹកឃើញក៏យកមកតេស្តសាកហើយនឹងថតវីដេអូទៅហ្មងទៅតែប៉ុន្តែរបស់នេះគឺប្រើសម្រាប់ស្វែងគ្រប់ខ្សែ iPhone ដែលពេលដែលវាត្រួតហ្នឹងគឺយើងពិបាកដល់មែនទែនហើយចេះដល់ខ្ញុំក៏អូសវីដេអូហ្នឹងក៏ឃើញគេប្រើមិនដឹងថាយើងតំណងដល់ពេលយើងក៏សាកលបងទិញមួយមកដែរដើម្បីតេស្តសាកលបងមើល បើខ្ញុំគិតថាវាអាចនឹងលឿនជាងភាសាមុនដែលយើងត្រូវការកាត់ខ្សៅហើយប្រើទូរវិសអានឹងវាអាចស៊ីពេលយូរតែក៏មើលទៅក៏វាអានេះទៅដែរក៏សាកល្បងកំងមកយើងមិនទៅគឺដំបូងយើងត្រូវការស្វានខ្សៅដែលទ្រក់ហើយយើងមូលឡើងចេញហ្នឹងដើម្បីឲ្យវានឹងមានប្រឡោះធំជាងមុនយើងមិនទៅគឺធ្វើបែបហ្នឹងឯងហើយបន្តមកយើងប្រើមួយទៀតដែលវាមកជាមួយគ្នាហ្នឹងដើម្បីមកវាបញ្ចេញមកតែប៉ុណ្ណឹងដើម្បីប្រើវាយើងត្រូវមានដងមួយនេះដើម្បីចាប់អាហ្នឹងខ្ញុំពិបាកហៅនឹងហៅស្អីហ្នឹងហៅថាក្បាលវាចុះអានេះដងសម្រាប់ចាប់ខ្លួនវាហ្នឹងបើសិនតែអត់មានហ្នឹងក៏យើងអត់ធ្វើឲ្យអត់កើតដែរព្រោះអាហ្នឹងវាល្អិលឥឡូវខ្ញុំសូមព្យាយាមសាកលបងដូចគេតែបន្ទាប់ពីសាកលបងពីរដងនិយាយមិនមែនពីរដងគឺច្រើនដងហើយក៏ស្វានវាថែមទៀតនៅតែអត់ចាញ់និយាយទៅវាអត់ដូចជាការផ្សព្វផ្សាយរបស់គេសោះខ្ញុំមិនដឹងថាខ្ញុំធ្វើខុសតិចនិចមិនដឹងហ្នឹងយើងមើលទៅគឺវានៅតែដែរដូចអត់មានចាញ់អីតិចសោះដល់ពេលមានអីគឺយើងមានប្រើវិធីសាស្ត្រចាស់ដដែលគឺប្រើម៉ូទ័រដើម្បីកាត់យកមុខវាតទៅពីកាត់ហើយយើងប្រើទូលវិញមុខពីរដើម្បីមូលវាចេញមានអីវិធីសាស្ត្រចាស់មើលទៅនៅតែដំណើរការល្អចេញមកស្រួលតែនៅប៉ុន្តែខ្ញុំមើលឃើញគេធ្វើវារបៀបដូចជាស្រួលដែរតែមិនដឹងជាខ្ញុំស្រេខុសមិនទេតែមើលទៅវាអត់ចាញ់តែក៏យ៉ាងណាក៏បានសាកល្បងប្រើខ្លួនឯងដែរ